Bạn số đây bằng bọn nó nhé, nên chi vịt OTP này có bên lịch bài, nhưng nâng hai nhóm pi một nghĩa complete voting, sầm rắp một nghĩa complete voting, nhưng pra cục từ lờ sẽ xảy đại chương tán được có phần cứ đôi cái nè, tồn tại chương bắt đầu từ lờ chương tán đại miên lệ khả năng rụp riêng một sman và rụp riêng mới ní chặt tục thay chỉ complete voting và đại dương mình ai pra nơi voting lịch bài bạn hơi bên bên trang của phê thiết miên chia phổ cao và chỉ thấy cao nữa cóรูปเรียงมูลไอ้ก็ยังไงกูบานอีกเนี่ยบานสำหรับการปราบปรามยังไอ้สลัดในเลือกของมันให้ยังจับตามสลัดจึงทางหรือก็พนันคือบ่ยังในยังจังกูแล้วในครั้งนี้มีเมียนbốn nhưngกูbốn tầm đó và khiสลัดvuiแต่vì làm bốn mất vàต่อมาtiếp khi chơi finish chẳngการปราบปรามเสียงជាមួយនឹង footing อีกបានដែរយើងអាចធ្វើការកំណត់ទៅលើ cover បាទហើយយើងអាចវាយបញ្ចូលក្នុង partition បាទនៅក្នុងនេះយើងអាចធ្វើការ select បាទ select បានដូចគ្នាឬក៏យើងអាច use input ចូលតែម្ដងបាទសម្រាប់ដៃខ្ញុំជ្រើសរើសឲ្យដូចមុនតែម្ដងទៅ14លេខ150បាទអានេះអត្ថន័យបាទយើងនៅពេលយើង custom លេខយើងអាចបាទអឺកំណត់នៅដៃអុយរបស់យើងអញ្ចឹងបងប្អូនអាចទៅមើលវីដេអូទី1ទៅខ្ញុំបញ្យល់ច្រើនទៅលើករណីហ្នឹងឥឡូវកុំឲ្យខាតពេលបងប្អូនទៅមើលវីដេអូមួយទៀតខ្ញុំបង្ហាញបន្ថែមណានេះយើងអាច select bar diameter បាទកាត់ចិត្តដែរ set នេះបងប្អូនបាច់នេះទេបាច់ដូរទេព្រោះវាអូតូទៅ collect យកដៃរៀបរូបរាងអុយមកប្រើតែម្ដងបាទដៃអក្សរ U បងប្អូនបាទអញ្ចឹង spacing នេះកម្រិតពី1ទៅ1បាទយើងអាចកំណត់យក120ឬក៏150ឬក៏200ទៅតាមការកណនីរបស់បងប្អូនសម្រាប់ custom level នេះបើសិនជាបងប្អូនអត់custom វាទេអាដៃអុយហ្នឹងចុងរបស់វានឹងទៅដល់បាទ cover ខាងលើតែម្ដងអញ្ចឹងបើយើង custom យើងអាចកំណត់យកប្រវាយណាមួយបាទអញ្ចឹងឥឡូវខ្ញុំអត់ custom ទេបាទបើធំ layer បាទនេះបើយើងចង់បាទសំទោសអានេះម្លងតិចអានេះបើយើងអត់ចង់គូដៃ top លើទេយើងដកវាចេញទៅបាទអញ្ចឹងបើសិនជាយើងអត់ចង់គូយើងដកដូចគ្នាបាទឥឡូវយើងចូលដល់នេះយើងកំណត់យកដៃ DB14 បាទ shape យើងអត់ដូរទេយើងដូរ spacing បាទ custom level ក៏យើងអត់ដូរដែរបាទអញ្ចឹងបងប្អូនទៅគូជាក់ស្ដែងបងប្អូនអាចធ្វើការបាទផ្លាស់ប្ដូរទៅតាមការកណនីរបស់យើង size រីបាខ្ញុំយកដៃ10លីបាទ3ដាមនេះតទៅទីក៏បងប្អូនបានវា generate ដែរcolumn រីបាបាទយើងអាចដូរ cover យើងអាច select ទៅលើប្រភេទដែកបាទមុខខាត់របស់ដែកហើយនឹងចំនួនដែកបាទstirrup គឺជាដែកកបាទយើងយក3លីមកកម្រិត150 200ឬក៏120តាមការកណនីអស់ហើយបងប្អូនបាទយើងធ្វើការ generate តែម្ដងបាទនៅពេលដែល generate រួចបាទយើងនឹងឃើញដែកនៅក្នុងផ្នែកគ្រឹះរបស់យើងហ្នឹងទាំង4ដាមគឺវាបាន generate បាទហើយយើងអាចធ្វើការបាទចុចមើលវាដែលយើងចូលទៅក្នុង show ឬក៏ hide បាទ 3D នេះបាទនេះអញ្ចឹងបងប្អូនអាចឃើញនេះជាដែកដែលយើងបានគុំមិញបាទវាមានដែក DB14 ហើយនឹងដែក size bar បាទខាងលើខាងក្រោមដែកកហើយនឹងដែកមែនបាទចំនួនដែកនេះគឺត្រឹមត្រូវទៅតាមការ input នៅក្នុង form របស់យើងបាទនៅក្នុង UI របស់យើងអញ្ចឹងមុខងារនេះខ្ញុំគិតថាប៉ុណ្ណឹងបាទជួបគ្នានៅមុខងារក្រោយទៀតបាទសូមអរគុណ